តើអ្វីទៅជាគោលការណ៍ស5គោលការណ៍ស5បានមកពីពាក្យអង់គ្លេស S ចំនួន5គឺជាគោលការណ៍ឬវិធីដែលមានសិល្បៈដែលផ្ដើមដំបូងដោយអក្សរសចំនួន5សម្រាប់យកទៅអនុវត្តទៅលើការរៀបចំកន្លែងការងារឲ្យមានប្រសិទ្ធភាពនិងគុណភាពទៅលើគ្រប់វិស័យមិនថាវិស័យសុខាភិបាលវិស័យឧស្សាហកម្មសិប្បកម្មស5ជួយអភិវឌ្ឍបរិយាកាសកន្លែងធ្វើការដោយធ្វើឲ្យឧបករណ៍បរិក្ខារម៉ាស៊ីនមានភាពប្រសើរឡើងដើម្បីឲ្យកន្លែងធ្វើការមានសុវត្ថិភាពមានប្រសិទ្ធភាពភាពរីករាយនិងមានផលិតភាពខ្ពស់ឡើងដោយការប្រើប្រាស់វិធីត្រឹមត្រូវស5ក៏បានចូលរួមចំណែកដល់ការរីកចម្រើនផ្នែកធនធានមនុស្សតាមរយៈការបណ្ដុះគំនិតធ្វើការរួមគ្នានិងចូលរួមថែរក្សាសម្ភារៈនៅកន្លែងធ្វើការអនុវត្តស5មួយជំហានម្ដងសន្សឹមនិងបន្តជាប់គ្នារហូតជាចំណុចមួយសំខាន់បំផុតដើម្បីបង្កើតវប្បធម៌រៀបចំដ៏រឹងមាំមួយនៅកន្លែងធ្វើការស5ជាវិធីសាស្ត្រសម្រាប់រៀបចំកន្លែងធ្វើការដែលคล้ายមកពីភាសាជប៉ុន5ពាក្យគឺ1សេរីមានន័យថាសម្រិតសម្រាំងយកវត្ថុចាំបាច់ដោយញែករវាងវត្ថុចាំបាច់និងមិនចាំបាច់ហើយធ្វើការដកវត្ថុទាំងឡាយណាដែលមិនចាំបាច់ចេញ2សេតុនមានន័យថាសណ្ដាប់ធ្នាប់រៀបចំវត្ថុចាំបាច់ទាំងឡាយទៅតាមលំដាប់លំដោយឲ្យបានល្អធ្វើដូចនេះវានឹងងាយស្រួលរើសយកវត្ថុទាំងនោះមកប្រើនៅពេលណាដែលត្រូវការ3សេសូមានន័យថាស្អាតឬសម្អាតនិងពិនិត្យឲ្យបានហ្មត់ចត់គ្រប់កន្លែងការងារហេតុនេះនឹងមានធូលីនៅលើឥដ្ឋម៉ាស៊ីននិងបរិក្ខារប្រើប្រាស់នោះទេ4សេកេសឹងមានន័យថាស្តង់ដារត្រូវរក្សាស្តង់ដារឲ្យបានខ្ពស់នៅគ្រប់ទីកន្លែងការងារតាមរយៈការរក្សាអ្វីឲ្យបានស្អាតនិងមានសណ្ដាប់ធ្នាប់គ្រប់ពេលវេលាទាំងអស់5ស៊ីសកេមានន័យថាស្ថិតស្ថេរត្រូវបណ្ដុះបណ្ដាលមនុស្សឲ្យអនុវត្តនូវប្រព័ន្ធ5ជាបន្តបន្ទាប់ជានិច្ចដូចនេះវានឹងក្លាយជាទម្លាប់និងត្រូវបានរក្សាទុកនៅក្នុងវប្បធម៌ការងារនៅក្នុងក្រុមហ៊ុនដើម្បីឲ្យការអនុវត្តស5ទទួលជោគជ័យចាំបាច់ត្រូវមានការវាស់វែងមួយដ៏ត្រឹមត្រូវសមនកម្មស5ត្រូវបានគេចាត់ទុកជាផ្នែកមួយខណៈដែលវាជាឧបករណ៍យ៉ាងសំខាន់ដើម្បីឲ្យប្រាកដពីភាពត្រឹមត្រូវនៃការអនុវត្តស5ក្នុងកន្លែងធ្វើការតាមរយៈសមនកម្មស5អាចឲ្យក្រុមហ៊ុនកំណត់ពីកម្រិតសក្តានុពលភាពនៃគុណភាពកែលម្អនិងអាចវាយតម្លៃពីភាពខ្លាំងនិងខ្សោយនៃការអនុវត្តស5ទៅតាមផ្នែកនីមួយក្នុងក្រុមហ៊ុន